ចំពោះថ្ងៃមមីមីយ៉ាងត្រូវជាថ្ងៃទី24ខែសីហាឆ្នាំដែលល្អប្រសើរដែលហើយនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំមមែចហើយនឹងខាលចំពោះអ្នកដែលត្រូវការធាតុមាសហើយនឹងភ្លើងក៏ល្អប្រសើរផងដែររីឯឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នទៅលើការចរចានិយាយស្ដីទៅអ្នកតំណងសម្ព័ន្ធភាពជាពិសេសមានឆ្នាំជូតធាតុឈើវ័យ43ឆ្នាំនិងជូតធាតុភ្លើងវ័យ31ឆ្នាំទើបដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វានដំរង្គោះរង្គើជាលក្ខណៈទ្រង់ទ្រាយធំមានទិសខាងលិចហើយនឹងទិសខាងជើងចំពោះទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ល្អប្រសើរពេញមួយថ្ងៃនៅក្នុងទិសខាងកើតការដែលយើងចង់ចាប់លៀបតាក់ទងទៅនឹងទ្រព្យសម្បត្តិសតិបញ្ញាឬក៏មុនស្នេហ៍ភាពតាក់ទាញយើងអាចប្រើប្រាស់បាននៅទិសខាងកើតទី2 90អង្សាដោយការដាក់ទឹកមានចលនាឬក៏យើងដោតជាគោមអំបិលក្នុងការដែលយើងចាប់ស្នេហ៍យើងអាចដាក់តាំងជាផ្កានៅក្នុងទិសនឹងផ្ទាល់មានទឹកអប់ឬក៏ទៀនកោបអុចបន្ថែមកាន់តែល្អប្រសើរម៉ោងដែលយើងធ្វើការចាប់លៀបតាក់ទងទៅនឹងទ្រព្យសម្បត្តិឬក៏ស្នេហ៍យើងអាចប្រើប្រាស់បាននៅក្នុងចន្លោះម៉ោង5ទៅម៉ោង7ព្រឹកម៉ោង11ទៅម៉ោង1ថ្ងៃត្រង់និងមួយវេនចុងក្រោយម៉ោង3ទៅម៉ោង5រសៀលចំពោះការចាប់ផ្ដើមការសិក្សាថ្មីអធិដ្ឋានសមាធិបន់ស្រន់ការធ្វើកិច្ចតាមបែបសាសនានៅក្នុងថ្ងៃនេះផ្ទាល់ទទួលបានធម៌ពលខ្ពស់ល្អប្រសើរចំណែកឯការចាប់ផ្ដើមការរៀបអាពាហ៍ពិពាហ៍ឬក៏ការស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រពិនិត្យសុខភាពគួរតែមានការយកចិត្តទុកដាក់ឲ្យបានល្អមុននឹងធ្វើការសម្រេចចិត្តនៅក្នុងថ្ងៃទី27ខែសីហាខាងមុខនេះជាវេលានៃការសែនក្បាលទឹកឬក៏យើងហៅថាបុណ្យ Ghost Festival ចំពោះបងប្អូនដែលចង់ធ្វើការជាវនៅឈុតកណ្ដាលសែនខាងខ្ញុំក៏មានរៀបចំឈុតកណ្ដាលសែនទៅតាមកន្លែងដែលបងប្អូនរៀបចំដូចជាជំនាញផ្ទះកុងម៉ាប្រភូមិឬក៏លោកតាម្ចាស់ចង្ក្រានខ្ញុំនឹងរើសពេលវេលាល្អនៅក្នុងការប្រើប្រាស់ជូនចំពោះសំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទំនាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅពីលើ page នេះផ្ទាល់ជូនពរសំណាងល្អ